សួស្តីនិងសូមស្វាគមន៍មកកាន់ការចែករំលែកចំណេះដឹងថ្មីមួយទៀតតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនកើតមកមានដៃពីរជើងពីរនិងមានពេល24ម៉ោងដូចគ្នាប៉ុន្តែពួកគេអាចកសាងអាណាចក្រជំនួញដឹកនាំស្ថាប័នធំៗឬបង្កើតសមិទ្ធផលដែលផ្លាស់ប្ដូរពិភពលោកបានតើវាជាសំណាងមែនទេឬជាទេពកោសល្យពីកំណើតចម្លើយគឺមិនមែនទាំងស្រុងនោះទេអ្វីដែលញែកអ្នកធ្វើធំចេញពីអ្នកធ្វើតូចឬអ្នកមធ្យមមិនមែនជារូបរាងកាយមិនមែនជាដើមទុនតែវាជាវិធីសាស្ត្រនៃការគិតនិងទម្លាប់ដែលពួកគេអនុវត្តជារៀងរាល់ថ្ងៃនៅក្នុងអត្ថបទសម្លេងថ្ងៃនេះយើងនឹងមកលាតត្រដាងនៅអាថ៌កំបាំងរបស់អ្នកធ្វើធំយើងនឹងស្វែងយល់ថាតើពួកគេគិតបែបណាពួកគេដោះស្រាយបញ្ហាបែបណានិងធ្វើដូចម្តេចដើម្បីឲ្យអ្នកអាចយកគំរូតាមពួកគេដើម្បីក្លាយជាជីវិតរបស់អ្នកឲ្យទៅជាភាពអស្ចារ្យបានសូមអង្គុយឲ្យស្រួលបិទភ្នែករបស់អ្នកបន្តិចប្រសិនបើអាចហើយបើកចិត្តឲ្យទូលាយដើម្បីទទួលយកគន្លឹះទាំង5យ៉ាងខាងក្រោមនេះអាថ៌កំបាំងទី1ហ៊ានគិតធំហួសពីការពិតបច្ចុប្បន្នអាថ៌កំបាំងទី1គឺទំហំនៃភាពជោគជ័យរបស់អ្នកត្រូវបានកំណត់ដោយទំហំនៃគំនិតរបស់អ្នកធ្វើធំមិនដែលអនុញ្ញាតឲ្យស្ថានភាពបច្ចុប្បន្នកំណត់អនាគតរបស់ពួកគេឡើយខណៈពេលដែលមនុស្សភាគច្រើនគិតត្រឹមតែការរាប់អានមានជីវិតមួយថ្ងៃទៅមួយថ្ងៃឬគិតត្រឹមតែដោះស្រាយបញ្ហាចំពោះមុខអ្នកធ្វើធំហ៊ានស្រមៃទៅដល់អ្វីដែលអ្នកដទៃគិតថាមិនអាចទៅរួចលោក David J. Swift អ្នកនិពន្ធសៀវភៅ The Magic of Thinking Big ធ្លាប់បានលើកឡើងថាការជឿជាក់ដែលថាអាចធ្វើបានគឺជាកម្លាំងជំរុញឲ្យអ្នករកឃើញវិធីសាស្ត្រដើម្បីធ្វើវាឧទាហរណ៍កាលពីមុនមនុស្សគិតថាការហោះហើរគឺជារឿងមិនអាចទៅរួចប៉ុន្តែដោយសារតែបងប្អូនត្រកូល Wright ហ៊ានគិតធំហួសពីការពិតនៅពេលនោះទើបថ្ងៃនេះយើងមានយន្តហោះជិះតើអ្នកត្រូវអនុវត្តយ៉ាងដូចម្តេចឈប់ប្រើពាក្យថាខ្ញុំធ្វើមិនបានទេឬខ្ញុំគ្មានសមត្ថភាពទេផ្ទុយទៅវិញចូលសួរខ្លួនឯងថាតើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចធ្វើវាបានអ្នកធ្វើធំមិនមែនមើលឃើញបញ្ហាជាឧបសគ្គទេតែពួកគេមើលឃើញថាវាជាឱកាសនៅពេលអ្នកហ៊ានគិតធំថាមពលខួរក្បាលរបស់អ្នកនឹងចាប់ផ្ដើមធ្វើការដើម្បីស្វែងរកផ្លូវសូមចងចាំថាកុំខ្លាចក្នុងការសុបិនធំអ្វីដែលគួរឲ្យខ្លាចនោះគឺសុបិនតូចពេកហើយអ្នកបែរជាសម្រេចវាបានទៅវិញព្រោះវានឹងធ្វើឲ្យអ្នកនៅត្រឹងត្រឹមនឹងអាថ៌កំបាំងទី2ការទទួលខុសត្រូវ 100% យើងចូលមកដល់អាថ៌កំបាំងទី2អ្នកធ្វើធំទទួលខុសត្រូវ 100% លើជីវិតរបស់ខ្លួនឯងចំណុចនេះគឺជាចំណុចដែលបែងចែកយ៉ាងច្បាស់រវាងមេដឹកនាំនិងជនរងគ្រោះមនុស្សទូទៅតែងមានទម្លាប់បន្ទោសសេដ្ឋកិច្ចបន្ទោសរដ្ឋាភិបាលបន្ទោសគ្រួសារឬបន្ទោសប្រេងវាសនានៅពេលជីវិតពួកគេជួបការលំបាកប៉ុន្តែសម្រាប់អ្នកធ្វើធំពួកគេកាន់ច្បាប់មួយយ៉ាងតឹងរ៉ឹងគ្មានការត្អូញត្អែគ្មានការបន្ទោសពួកគេដឹងថាពួកគេមិនអាចគ្រប់គ្រងព្រឹត្តិការណ៍ដែលកើតឡើងបានទេដូចជាភ្លៀងធ្លាក់សេដ្ឋកិច្ចធ្លាក់ចុះប៉ុន្តែពួកគេអាចគ្រប់គ្រងប្រតិកម្មរបស់ពួកគេចំពោះរឿងទាំងនោះបាននៅពេលមានកំហុសកើតឡើងអ្នកធ្វើធំនឹងសម្លឹងមើលកញ្ចក់ហើយសួរថាតើខ្ញុំខុសត្រង់ណាតើខ្ញុំអាចរៀនពីអ្វីបានពីកំហុសនេះជំនួសឲ្យការចង្អុលម្រាមដៃទៅអ្នកដទៃការទទួលខុសត្រូវផ្ដល់ឲ្យពួកគេនៅអំណាចនៅពេលអ្នកបន្ទោសអ្នកដទៃអ្នកកំពុងប្រគល់អំណាចនៃជីវិតរបស់អ្នកទៅឲ្យគេប៉ុន្តែនៅពេលអ្នកទទួលខុសត្រូវអ្នកគឺជាអ្នកកាន់ចង្កូតនៃជោគវាសនារបស់អ្នកអាថ៌កំបាំងទី3ផ្ដោតលើការបង្កើតតម្លៃជាជាងការរត់តាមលុយអាថ៌កំបាំងទី3គឺជារឿងដែលមនុស្សជាច្រើនយល់ច្រឡំនោះគឺអ្នកធ្វើធំមិនមែនធ្វើដើម្បីតែលុយទេតែពួកគេធ្វើដើម្បីបង្កើតតម្លៃ
អ្នកប្រហែលជាធ្លាប់ឃើញមនុស្សដែលខំប្រឹងរត់រកតាមលុយប៉ុន្តែមិនដែលខ្លាចជាអ្នកមានពិតប្រាកដផ្ទុយទៅវិញអ្នកដែលកសាងភាពអស្ចារ្យតែងតែសួរខ្លួនឯងថាតើខ្ញុំអាចបម្រើមនុស្សឲ្យបានច្រើនជាងនេះដោយរបៀបណាតើខ្ញុំអាចដោះស្រាយបញ្ហាឲ្យគេបានល្អជាងនេះដោយរបៀបណាច្បាប់នៃភាពមានបានគឺសាមញ្ញប្រាក់ចំណូលរបស់អ្នកគឺសមាមាត្រទៅនឹងគុណតម្លៃដែលអ្នកផ្ដល់ទៅឲ្យទីផ្សារអ្នកធ្វើធំយល់ថាលុយគឺជាលទ្ធផលបន្តបន្សំនៃការជួយអ្នកដទៃអ៊ីឡុនម៉ាស់ខ្លាចជាមហាសេដ្ឋីមិនមែនព្រោះគាត់ចង់បានលុយចាយទេតែព្រោះគាត់ចង់ដោះស្រាយបញ្ហាថាមពលនិងការដឹកជញ្ជូន Bill Gates ខ្លាចជាអ្នកមានព្រោះគាត់ចង់ធ្វើឲ្យមនុស្សគ្រប់គ្នាអាចប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយស្រួលប្រសិនបើអ្នកចង់ខ្លាចជាអ្នកធ្វើធំចូលឈប់សួរថាតើខ្ញុំនឹងបានលុយប៉ុន្មានតែចូលសួរថាតើខ្ញុំអាចជួយមនុស្សបានប៉ុន្មានអ្នកនៅពេលអ្នកផ្ដោតលើការផ្ដល់ឲ្យការទទួលត្រឡប់មកវិញនឹងកើតឡើងដោយស្វ័យប្រវត្តិនិងលើសពីការរំពឹងទុកអាចកំបាំងទី4ហ៊ានបរាជ័យនិងក្រោកឈរយ៉ាងលឿនតើអ្នកខ្លាចបរាជ័យទេបើខ្លាចអ្នកមិនទាន់ត្រៀមខ្លួនជាអ្នកធ្វើធំទេអាចកំបាំងទី4បរាជ័យគឺជាគ្រឹះនៃភាពជោគជ័យមនុស្សភាគច្រើនខ្លាចបរាជ័យរហូតដល់មិនហ៊ានចាប់ផ្ដើមធ្វើអ្វីទាំងអស់ពួកគេចង់បានភាពល្អឥតខ្ចោះប៉ុន្តែអ្នកធ្វើធំដឹងថាភាពល្អឥតខ្ចោះគឺជាសត្រូវនៃភាពជោគជ័យអ្នកធ្វើធំហ៊ានប្រថុយពួកគេដឹងថាការបរាជ័យមិនមែនជាទីបញ្ចប់ទេតែវាជាទិន្នន័យឬជាមេរៀនដែលប្រាប់ពួកគេថាផ្លូវមួយណាដែលដំណើរការដើម្បីឲ្យពួកគេរកផ្លូវថ្មីដែលត្រឹមត្រូវ Thomas Edison បរាជ័យរាប់ពាន់ដងមុននឹងបង្កើតអំពូលភ្លើងបាន Jack Ma ត្រូវបានគេបដិសេធការងាររាប់សិបកន្លែងមុននឹងបង្កើត Alibaba អ្វីដែលពួកគេមានដូចគ្នាគឺមិនមែនជាការមិនដែលដួលទេតែគឺជាការដួលហើយក្រោកឈរវិញយ៉ាងលឿនបើថ្ងៃនេះអ្នកកំពុងជួបឧបសគ្គឬបរាជ័យសូមកុំបាក់ទឹកចិត្តចូលប្រាប់ខ្លួនឯងថានេះគឺជាសញ្ញាបញ្ជាក់ថាអ្នកកំពុងតែធ្វើដំណើរទៅរកភាពអស្ចារ្យហើយអ្នកដែលធ្លាប់បរាជ័យគឺមានតែអ្នកមិនធ្លាប់ធ្វើអ្វីសោះតែប៉ុណ្ណោះអាចកំបាំងទី5រៀនសូត្រពេញមួយជីវិតអាចកំបាំងចុងក្រោយទី5អ្នកធ្វើធំគឺជាសិស្សនៃជីវិតអ្នកក្រមានទូរទស្សន៍ធំអ្នកធ្វើធំមានបណ្ណាល័យធំនេះមិនមែនជាពាក្យនិយាយលេងទេវាគឺជាការពិតអ្នកដឹកនាំដ៏អស្ចារ្យមិនដែលគិតខ្លួនឯងថាចេះអស់នោះទេពួកគេតែងតែស្រេកឃ្លានចំណេះដឹងថ្មីជានិច្ចពិភពលោកផ្លាស់ប្ដូរលឿនណាស់ចំណេះដឹងដែលមានកាលពី5ឆ្នាំមុនអាចនឹងហួសសម័យនៅថ្ងៃនេះដើម្បីរក្សាភាពជាអ្នកធ្វើធំអ្នកត្រូវតែវិនិយោគលើខ្លួនឯងអានសៀវភៅស្ដាប់ audio book ចូលរួមសិក្ខាសាលានិងនៅក្បែរមនុស្សដែលពូកែជាងខ្លួនចូលចងចាំថាការវិនិយោគដែលផ្ដល់ប្រាក់ចំណេញខ្ពស់បំផុតគឺការវិនិយោគលើចំណេះដឹងរបស់អ្នកជាសង្ខេបមកវិញដើម្បីក្លាយជាអ្នកធ្វើធំអ្នកមិនចាំបាច់រងចាំមកភូតហេតុទេអ្នកគ្រាន់តែត្រូវផ្លាស់ប្ដូរទម្លាប់និងការគិតរបស់អ្នកចាប់ពីថ្ងៃនេះទៅ 1. ហ៊ានគិតធំហួសពីការពិតបច្ចុប្បន្ន 2. ទទួលខុសត្រូវ 100% លើជីវិតខ្លួនឯង 3. ផ្ដោតទៅលើការបង្កើតតម្លៃឲ្យអ្នកដទៃជាជាងរត់តាមលុយ 4. កុំខ្លាចបរាជ័យចូលរៀនពីវា 5. រៀនសូត្រឥតឈប់ឈរអ្នកមានសក្តានុពលដ៏អស្ចារ្យនៅក្នុងខ្លួនពិភពលោកកំពុងរងចាំសមិទ្ធផលរបស់អ្នកតើអ្នកត្រៀមខ្លួនហើយឬនៅក្នុងការបោះជំហានចេញពីតំបន់សុខស្រួលហើយចាប់ផ្ដើមធ្វើធំនៅថ្ងៃនេះសូមអរគុណសម្រាប់ការស្ដាប់ប្រសិនបើអ្នកយល់ថាអត្ថបទនេះមានប្រយោជន៍កុំភ្លេចចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកសូមជួបគ្នានៅវីដេអូក្រោយឬអត្ថបទសម្លេងបន្ទាប់ជូនពរអ្នកជោគជ័យសូមអរគុណ